ngàyនេះខ្ញុំចំណាយលុយ15000មកភ្លក់របស់ញ៉ាំឆ្ងាញ់ឲ្យបាន5មុខនៅសាកកំពង់ស្ពឺនេះគាត់កាត់តែតំណងក្នុងកោចាក់កាន់សៅជ្រែព្រៀបបើអាកោ1000រៀលអារម្មណ៍ខ្ញុំមកពេលដាក់ចូលក្នុងមាត់សាច់នំឡើងតុនឆ្ងាញ់មែនតើហាខ្លះរសជាតិវាល្មមឆ្ងាញ់ហ្មងខ្លះទៀតខ្ញុំមានអារម្មណ៍ថាវារៀងផ្អែមសម្រាប់ខ្ញុំភ្ញាក់ផ្អើលខ្លាំងមែនតើអត់នឹកស្មានថាចាយលុយតែ1000រៀលតែញ៉ាំនំបានឡើង6មុខខ្ញុំសុំរ៉េតឲ្យ8កន្លះនៅលើ10មានអីគេខ្លះបងយកនំកញ្ឆាយមួយមក1000រៀលអារម្មណ៍ខ្ញុំពេលដាក់ចូលក្នុងមាត់សាច់នំឆ្ងាញ់ខ្លាំងមែនតើខាងក្រៅស្រួយខាងក្នុងតុនណាត្រូវជាតិគ្នាមែនតើជាមួយនឹងទឹកជ្រលក់ឲ្យម្ទេសអើយគ្រាន់តែនិយាយមានអារម្មណ៍ថាក្លៀនទៀតឯនេះតែខ្ញុំគិតថាវាមិនសមសោះហ្មងណារបស់ឆ្ងាញ់អញ្ចឹងឲ្យញ៉ាំឡើងឆ្អែតអញ្ចឹងចាយលុយតែ1000ខ្ញុំសុំរ៉េតឲ្យ10លើ10ហើយណាអានេះឆ្នូតដូងគេហៅសេសចានេះអានឹងនំគមឆ្នូតដូងលេសដាយ៉ានេះមួយយ៉ាកៅខ្ទិះមួយ5000រៀលអារម្មណ៍ខ្ញុំពេលដាក់ចូលក្នុងមាត់សាច់នំឡើងទុនឡើងខ្ទិះប្រៃតិចតិចហើយខាងក្នុងវាស្នូដូងផ្អែមតាមពិតទៅអានំស្លឹកចេកទាំងអស់ហ្នឹងមួយតែ1000ទេណាតែបើកៅខ្ទិះហ្នឹងមកប្រអប់វា4000ក៏ប៉ុន្តែច្រើនរបស់គេសាច់អាកៅឡើងទុនហើយមានខ្ទិះខាងលើនិយាយទៅឆ្ងាញ់ខ្លាំងមែនតើខ្ញុំសុំរ៉េតឲ្យ8កន្លះនៅលើ10ខ្ញុំគ្រួលក់មិន1000រៀលអរគុណសម្រាប់នំគ្រួនេះវិញគឺគាត់ធ្វើដោយផ្ទាល់ដៃហ្មងសាច់ម្សៅណាអូយខាងក្រៅស្រួយខាងក្នុងទុនអារម្មណ៍ខ្ញុំពេលដាក់ចូលក្នុងមាត់គូឆ្ងាញ់ខ្លាំងមែនតើចាប់ជាតិគ្នាមួយទឹកត្រីហើយម្ទេសអូយទួយអត់បានទេចង់តែជីកតែញ៉ាំទៀតទេនេះស្ដាយមែនតើអត់សូវបានហៅច្រើនដោយសារអីដើរភ្លក់ម្ហូបច្រើនមុខពេកយកនំគ្រួម្ចាស់ហ្នឹងមាន2ដុំតែតម្លៃតែ1000ទេណាខ្ញុំសុំរ៉េតឲ្យ10នៅលើ10 500 500គ្រប់មុខមែនបងយកមកមុខមួយគ្រប់មុខមកបង4មុខអស់តែ2000រៀលទេអារម្មណ៍ខ្ញុំពេលដាក់ចូលក្នុងមាត់មិនបាច់និយាយហ្មងនំគេធ្វើបំពងថ្មីភ្លាមអញ្ចឹងទៀតអូយក្តៅទុនស្រួយឆ្ងាញ់ណាស់បងប្អូនអើយអ្វីដែលខ្ញុំហួសចិត្តខ្លាំងមែនតើអ្នកកំពុងស្ពឺអើយនំឡើងមកថងឡើងធំឡើងឆ្ងាញ់អស់លុយតែ2000លុយខ្មែរខ្ញុំសុំរ៉េតឲ្យ9កន្លះនៅលើ10សម្រាប់អ្នកនៅខេត្តផ្សេងឬក៏នៅភ្នំពេញណាបើសិនជាជិះកាត់កំពង់ស្ពឺកុំភ្លេចចូលភ្លក់ម្ហូបក្នុងសាកំពង់ស្ពឺឆ្ងាញ់ខ្លាំងហើយធូរថ្លៃមែនតើយេជោគជ័យអ្នកនរគ្នាសល់5000ទៀតអញ្ចឹងអ្នកផ្សេងទៀតចង់ខ្ញុំទៅភ្លក់ម្ហូបនៅសាណាខមមិននៅក្រុមហ្នឹងមកណាគេធ្លាប់តែគិតថាមានមុនផងជាប់ផងមិនងាយបាត់ទេអញ្ចឹងឥឡូវមកមើលស្បែកមុខរបស់មួយម៉ាដាមខេមួយសិនណាតើទទួលបាន feedback ក្តៅថ្មីនេះបងស្រីគាត់មានបញ្ហារបាំងការពារស្បែកខ្សោយជាហេតុដែលមុខគាត់ឡើងមុនរោគទ្រុសពេញមុខហ្មងហើយក៏ហតែមិនមែនមានតែមុនណាបងប្អូននៅលើថ្មគាត់ហ្នឹងក៏មានជាប់ព្រាផងដែរបន្ទាប់ពីបងស្រីចេញមកផលិតស្បែកមុខជាមួយនឹងអ្នកជំនាញ Madam K Skin Care ហើយពួកយើងបានយល់ច្បាស់ខ្លាំងមែនទែនអំពីស្ថានភាពស្បែកមុខរបស់បងស្រីយើងក៏បានរៀបចំឈុតពិសេសមួយដែលត្រូវជាមួយនឹងតម្រូវការស្បែកមុខបងស្រីផ្ទាល់មកហើយក៏បានពន្យល់ណែនាំឲ្យបងស្រីផ្លាស់ប្ដូរទម្លាប់រស់នៅប្រចាំថ្ងៃផងដែរព្រោះនៅពេលដែលយើងលាបផលិតផលដែលស័ក្តិសមមួយមុខយើងបូកផ្សំជាមួយនឹងយើងផ្លាស់ប្ដូរទម្លាប់រស់នៅល្អប្រចាំថ្ងៃគឺមុខយើងរត់តែឆាប់ស្អាតកលេចមកមើលមុខបងស្រីឥឡូវនេះគឺថាឡើងហាប់ម៉ត់ឲ្យលងចាំងហ្មងណាអ្នកនរគ្នាអើយបាត់អស់លីងអាមុនរោគទទួលជាពិសេសអាជាប់ផ្ទាំងលើថ្ពណ៌ហ្នឹងសឹងតែមើលមិនឃើញហើយតែផ្លែទៀតណាគឺទម្រង់ស្បែកមុខរបស់គាត់គីឡូ Glassy Skin Healthy Skin ឃើញក្មេងខ្លាំងជាងមុនហ្មងឲ្យតែប្រើផលិតផល Madam K ជាប់លាប់ព្រឹកយប់ហើយធ្វើតាមការណែនាំគឺដឹងតែទទួលបានទម្រង់ស្បែកមុខស្រស់ស្អាតអញ្ចឹងហើយបើបងប្អូនអរគ្នាកំពុងតែមានកង្វល់តាក់ទងអំពីស្បែកមុខណាកុំភ័យខ្លាចក្នុងការសួរនាំមកកាន់ពួកយើងឥឡូវនេះ Madam K Skin Care ឬ Madam K Beauty ឬក៏ចូលមកកាន់ website ពួកយើងផ្ទាល់បាន www.madamkskincare.com